សូមអនុមោទនីនៅរតនរំចាស់គ្រប់ព្រះអង្គទៅចិនបេនមសការថ្វាយបង្គំព្រះរតនត្រ័យក្នុងវេលាពេលល្ងាចថ្ងៃអាទិត្យទី15ខែ3ឆ្នាំ2026ដោយសេចក្តីជ្រះថ្លាទាំងអស់អង្គដូចតទៅសូមអនុមោទនីកាយវន្តនីកាយវន្តនីកាយវន្តនីសកេកាមេចរូបេកេរិសេការតដេចានតលេខេវិមាននេតិពេរថេចគិមេតរវតគិហនេកេហវធមហេខេតេភូមិចាយន្តតេវិចលថលវិសមេយខកន្ធពនេកិយតិនថនតាសន្តិកេយ៉ាងនិវរវចនាថាធវមេសនាន្តទេវតាទាំងឡាយដែលស្ថិតនៅក្នុងឋានសួគ៌ដែលជាកាមភពនិងរូបភពក្តីទាំងឡាយដែលស្ថិតនៅក្នុងទឹមវិមានគឺលើកំពូលភ្នំឬភ្នំដែលដាញ់ក្តីឯកដអាកាសក្តីនៅនីកង់នឹងដែរនៅស្រុកក្តីនឹងព្រៃញាស្បានឬទីស្រែចំការក្តីយៈនឹងកន្ធពនឹងអ្នកទាំងឡាយដែលស្ថិតនៅនីទីតឹងទីកោកឬទីមិនរៀបស្មើដែលស្ថិតនៅក្នុងទីចិត្តនេះក្តីសូមអញ្ជើញមកប្រជុំគ្នាក្នុងទីនេះពាក្យឯណាដែលជាពាក្យព្រះសាជ្ជមុនីដ៏ប្រសើរដែលយើងខ្ញុំនឹងសូត្រឥឡូវនេះលោកអ្នកសពបរោះទាំងឡាយចូលស្ដាប់នៅពាក្យនោះអំពីសំណាក់នៃខ្ញុំដោយគោរពធម៌សវនកាឡោអយាភតន្តាបពិនលោកអ្នកដ៏ចម្រើនទាំងឡាយពេលនេះជាពេលគួរនឹងស្ដាប់នៅព្រះធម៌អ្នកមោតសៈភគវតោអរហតោសម្មាសម្ពុទ្ធស្សអ្នកមោតាសភគវតោអរហតោសម្មាសម្ពុទ្ធស្សអ្នកមោតាសភគវតោអរហតោសម្មាសម្ពុទ្ធស្សរិកិរិយាអ្នកមាសការថ្វាយបង្គំនៃខ្ញុំព្រះករុណាចូលមានដល់ព្រះដ៏មានព្រះភិអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនៅញយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយអិតិពិសោភគវាអរហង្គព្រះដ៏មានព្រះភិអង្គនោះព្រះនាមថាអរហង្គព្រោះព្រះអង្គឆ្ងាយចាកសឹងសត្រូវពលគឺកិលេសព្រមទាំងវាសនាគឺកាយវិយោគនិងវិជ័យសម្មាសម្ពុទ្ធោទ្រង់ព្រះនាមថាសម្មាសម្ពុទ្ធោព្រោះព្រះអង្គត្រាស់ដឹងនៅញយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយវិជ្ជាចរណសម្បណ្ណោទ្រង់ព្រះនាមថាវិជ្ជាចរណសម្បណ្ណោព្រោះព្រះអង្គបរិបូរណ៍ដោយវិជ្ជា3និងវិជ្ជា8និងចរណ15សុគតោទ្រង់ព្រះនាមថាព្រោះព្រះអង្គមានដំណើរល្អយាងទៅកាន់សន្តិរដ្ឋានគឺអមតមហានិព្វានលោកវិទូទ្រង់ព្រះនាមថាលោកជ្រាបច្បាស់នៅត្រៃលោកអនន្តរោទ្រង់ព្រះនាមថាអនន្តរោព្រោះព្រះអង្គប្រសើរដោយសីលាធិគុណរកបុគ្គលណាមួយមានបរិសត្តមសារថេទ្រង់ព្រះនាមថាបរិសត្តមសារថេព្រោះព្រះអង្គជាអ្នកទូលមាននៅបរោះដែលមានឧបនិស្ស័យគួរនឹងទូលមានបានសាថាទេវមនុស្សសានាងទ្រង់ព្រះនាមថាសាថាទេវមនុស្សសានាងព្រោះព្រះអង្គជាសាស្ត្រាចារ្យនៃទេវតានិងមនុស្សទាំងឡាយពុទ្ធោទ្រង់ព្រះនាមថាពុទ្ធោព្រោះព្រះអង្គត្រាស់ដឹងនៅចតុរារិយសាស្ត្រហើយញ៉ាំងអ្នកដទៃឲ្យត្រាស់ដឹងផងបកវេទ្រង់ព្រះនាមថាបកវេព្រោះព្រះអង្គមានដំណើរទៅកាន់ត្រៃភពជាចោលហើយគឺថាព្រះអង្គមិនត្រឡប់កើនទៀតឡើយស្វាខាតោបកវតាធម្មោព្រះបរិយាន្តធម៌គឺព្រះត្រៃបិដកជាធម៌គឺព្រះដ៏មានព្រះភិក្ខ
ចំដែងហើយ ដោយល្អធម៌មកប្រណពលោកន្តរធម៌មាន9ប្រការគឺមគ្គ4ផល4និព្វាន1សន្តិនធិកោជាធម៌គឺព្រះអរិយបុគ្គលទាំងពួងដឹងពិនឃើញពិនដោយបច្ចវេខណញ្ញាគឺថានឹងបានដឹងដោយស្ដាំដោយជឿបុគ្គលដតីនោះក៏ទេគឺឃើញច្បាស់ដោយខ្លួនឯងអកាលិកោជាធម៌ឲ្យនៅផលមិនរងចាំកាលគឺថាបើព្រះអរិយមគ្គកើតឡើងហើយព្រះអរិយផលក៏កើតក្នុងលំដាប់គ្នាមិនបានយឺនយូរឡើយធัวគួរដល់ហេបាសវិធីគឺថាបើព្រះអរិយបុគ្គលដែលបានសម្រេចមគ្គផលហើយក៏គួរនឹងហើយបុគ្គលដទៃឲ្យចូលមកមើលបានខគឺព្រះអរិយបុគ្គលគប្បីបង្អោនចូលមកតងក្នុងខ្លួនដោយអំណាចនៃភាវនាបច្ចតាំងវេទិតាមពោវេញោហេជាធម៌គឺអ្នកប្រាជ្ញទាំងឡាយជាដើមគប្បីដឹងគប្បីឃើញច្បាស់ក្នុងចិននៃខ្លួនសុបដិបណ្ណោភគវតោសាវកសង្ឃោព្រះសង្ឃជាសាវកនៃដែលមានប្រភេទលោប្រតិបត្តិហើយដោយប្រពៃគឺប្រតិបត្តិតាមកន្លងព្រះនិព្វានលោកន្តរធម៌ឧជបដិបណ្ណោភគវតោសាវកសង្ឃោព្រះសង្ឃជាសាវកនៃដែលមានប្រភេទលោប្រតិបត្តិដោយត្រង់គឺប្រតិបត្តិជាម៉ែចំបដិបទាញាយបដិបណ្ណោភគវតោសាវកសង្ឃោព្រះសង្ឃជាសាវកនៃដែលមានប្រភេទលោប្រតិបត្តិដើម្បីត្រាស់ដឹងនៅព្រះនិព្វានជាស្ថានសេមផលចាតងតពួងសាមីយបដិបណ្ណោភគវតោសាវកសង្ឃោព្រះសង្ឃជាសាវកនៃព្រះដែលមានប្រភេទលោប្រតិបត្តិដ៏សមគួរដល់សាមីជាកម្មគឺប្រតិបត្តិគួរដល់សិលសមាធិបញ្ញាយតិទាំងចន្តារិបរិសយោគានិព្រះសង្ឃឯណាបើរាប់ជាគូនៃបរោះទាំងឡាយមាន4គូគឺព្រះសង្ឃដែលបានសម្រេចនៅសោតាបដិមគ្គនិងជាគូមួយសកតាគាមិមគ្គនិងសកតាគាមិផលជាគូមួយអនាគាមិមគ្គនិងអនាគាមិផលជាគូមួយអរហត្តមគ្គនិងអរហត្តផលជាគូមួយអន្តមានប្របីគឺព្រះសង្ឃដែលបានសម្រេចនៅសោតាបដិមគ្គមួយសោតាបដិផលមួយសកតាគាមិមគ្គមួយសកតាគាមិផលមួយអនាគាមិមគ្គមួយអនាគាមិផលមួយអរហត្តមគ្គមួយអរហត្តផលមួយសភគវតោសាវកសង្ឃោព្រះសង្ឃទាំងនោះជាសង្ឃសាវកនៃព្រះដ៏មានប្រភេទអាហុណៃយោលោកគួរទទួលនៅបុគ្គលឧទ្ទិសចំពោះអ្នកមានសិលហើយនាំមកអំពីចម្ងាយបង្អន់ចូលមកបូជាបាហុណៃយោលោកគួរទទួលនៅអាកុនទុក្ខទានគឺទានដែលបុគ្គលតាក់តែងដើម្បីញាតនឹងមិនដែលមកអំពីទិសផ្សេងហើយបង្អន់ចូលមកបូជាតេខេណៃយោលោកគួរទទួលនៅទានដែលបុគ្គលជឿនៅកម្មនៅផលនៃកម្មហើយបូជាអញ្ចលិករណៃយោលោកគួរដល់អញ្ចលិកម្មដែលសានធ្វើលោកគួរបីធ្វើអនុត្តរាងបញ្ញាខេតាំងលោកកាសាលោកជាបញ្ញខេតគឺជាទីដល់ឡើងនៃពុយគឺបណ្ឌិតសាធ្វើលោករកខេតដតីក្រៃលែងជាគ្មានយោកបកោដីហេពេអា